ជំរាបសួរនាងខ្ញុំឈ្មោះតូនសកុនធាគឺជាសមាជិករបស់សមាគមកាហ្វេកម្ពុជាហើយក៏ជាម្ចាស់ចំការកាហ្វេច័ន្ទចររយៈពេល3ថ្ងៃមកនេះគឺខ្ញុំមានអារម្មណ៍សប្បាយរីករាយមែនទែនដែលសមាគមជាមួយនឹងក្រុមហ៊ុនអង្គរក្រីនបានរៀបចំឲ្យមានដំណើរទស្សនកិច្ចទៅកាន់ចំការកាហ្វេនិងកន្លែង Roast កាហ្វេមើលពី process ទាំងអស់របស់កាហ្វេនៅឯប្រទេសវៀតណាមដែលជាប្រទេសមួយល្បីហើយនឹងមានភាពជឿនលឿនទៅលើវិស័យកាហ្វេហើយជាប់ចំណាត់ថ្នាក់លេខ2លើពិភពលោកអញ្ចឹងក្នុងនាមជាកសិករដាំកាហ្វេខ្ញុំទៅប្រហែលថ្ងៃនេះគឺបានរៀនសូត្រច្រើនមែនតើពាក់ព័ន្ធជាមួយនឹងការដាំការប្រើប្រាស់ជីបច្ចេកទេសក្នុងការថែទាំក៏ដូចជាដំណើរការនៃការដាំកាហ្វេតាំងពីដាំរហូតដល់ការប្រមូលផលអញ្ចឹងខ្ញុំមើលឃើញថាប្រទេសគេគឺជឿនលឿនខ្លាំងមែនទែននៅក្នុងវិស័យកាហ្វេហើយគេធ្វើបានទិន្នផលខ្ពស់អញ្ចឹងខ្ញុំយកឃើញថាខ្ញុំអាចយកអ្វីដែលខ្ញុំរៀនសូត្របានពីប្រទេសវៀតណាមយកមកអនុវត្តនៅក្នុងចំការកាហ្វេរបស់ខ្ញុំហើយខ្ញុំមើលឃើញមួយទៀតគឺការដាំដំណាំឆ្លាស់គ្នាអញ្ចឹងចំណុចនេះក៏ខ្ញុំអាចយកមកធ្វើនៅក្នុងចការរបស់ខ្ញុំដែរហើយសង្ឃឹមថាបច្ចេកទេសដែលខ្ញុំបានទទួលពីការធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនេះគឺខ្ញុំអាចយកមកប្រើប្រាស់នៅក្នុងចការខ្ញុំពង្រឹងទៅលើគុណភាពក៏ដូចជាទិន្នផលហើយនឹងសុវត្ថិភាពបានន័យថាយកអ្វីដែលជាចំណុចល្អរបស់គេយកមកអភិវឌ្ឍនៅក្នុងចការនៅក្នុងខេត្តមណ្ឌលគិរីហើយធ្វើឲ្យវិស័យកាហ្វេមានការរីកចម្រើននៅក្នុងប្រទេសក៏ដូចជាអាចនាំចេញទៅក្រៅប្រទេសបានទៀតចា៎សូមអរគុណ